អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ពីការត្រៀមបណ្តេញចេញជនបរទេសចំនួន230នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់លើទឹកដីកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2025អគ្គស្នងការនគរបាលជាតិបញ្ជាក់ថាជនបរទេសទាំងនោះគឺសមាជិកកម្ពុជាបានឃាត់ខ្លួនកាលពីថ្ងៃទី22និង23ខែកុម្ភៈក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន2កន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយបញ្ចប់នីតិវិធីកំណត់អត្តសញ្ញាណជនបរទេសដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍គឺរកឃើញថាមានជនជាតិថៃច្រើនជាងគេរហូតដល់ចំនួន119នាក់ក្នុងនោះស្រីចំនួន58នាក់ចំពោះជនជាតិថៃទាំង119នាក់នោះកម្ពុជានឹងប្រគល់ឲ្យភាគីថៃនៅពេលឆាប់ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់របស់ប្រទេសថៃចំណែកជនបរទេសផ្សេងទៀតដែលមានសញ្ជាតិប៉ាគីស្ថានឥណ្ឌាតៃវ៉ាន់ឥណ្ឌូនេស៊ីភូមានិងឡាវអាជ្ញាធរកម្ពុជាកំពុងរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញពីប្រទេសកម្ពុជាជនបរទេសទាំងនោះក៏ជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់ដោយប្រើទឹកដីកម្ពុជាដែរតាមអគ្គស្នងការនគរបាលជាតិករណីនេះមានភាពខុសប្លែកពីករណីដែលអាជ្ញាធរកម្ពុជាធ្លាប់ជួបកន្លងមកគឺថាជនបរទេសទាំង230នាក់នោះមិនដែលស្នើសុំដល់សមាជិកណាមួយរួមទាំងរដ្ឋាភិបាលរបស់ប្រទេសពួកគេឲ្យជួយអន្តរាគមន៍ដើម្បីបានឈប់ពីការងារឬបានត្រឡប់ទៅប្រទេសកំណើតវិញនោះទេត្រង់ចំណុចនេះសមាជិកជំនាញយល់ថាអ្នកទាំងអស់នេះបំពេញការងារដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំព្រោះតែដើម្បីបានការងារដែលមានចំណូលខ្ពស់លោកស្រីជូប៊ុនអេងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថាអាជ្ញាធរតែងតែចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញបន្តបន្ទាប់ដោយឥតស្រាកស្រានម្ដងណាទេតែថាករណីឆបោកតាមអនឡាញនេះមានភាពស្មុគស្មាញនិងពិបាកទប់ស្កាត់ពិបាកត្រង់ថាការឆបោកតាមអនឡាញគឺធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតដែលសមាជិកពិបាកកំណត់មុខសញ្ញាពិសេសការកំណត់ថាមួយណាជាជនល្មើសឬជនរងគ្រោះទោះយ៉ាងណាលោកស្រីថាអាជ្ញាធរនៅតែបន្តស្រាវជ្រាវទីតាំងប្រព្រឹត្តដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះដើម្បីទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំងសូមរំលឹកថាកាលពីថ្ងៃទី22និង23ខែកុម្ភៈនគរបាលកម្ពុជានិងសមាជិកថៃបានបើកប្រតិបត្តិការបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញចំនួន2កន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយរំដោះបានជនបរទេសសរុបចំនួន230នាក់គួរជម្រាបតែថានៅក្នុងឆ្នាំ2024កន្លងទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានរាយការណ៍ថាសមាជិកកម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមអនឡាញនិងជួញដូរមនុស្សជាក់ស្ដែងនៅកម្ពុជាប្រមាណ20%ក្នុងចំណោមបទល្មើសជាង400ករណី